បញ្ចេញចង្កូមែនតែនហើយប្រទេសដែលធ្លាប់មានកលនយោបាយតាមបែបខ្លាដេកមួយនេះបានប្រកាសក្តែងច្បាស់ថានឹងពង្រីកមីស៊ីលប្រភេទថ្មីខ្លាំងលឿនកំណាចដែលអាចហោះទៅកំទេចគោលដៅបានឆ្ងាយដល់ទៅ1000គីឡូម៉ែត្រមានន័យថាប្រសិនបើបាញ់ចេញពីជប៉ុនមីស៊ីលនេះនឹងទម្លុះអាកាសធ្លាយទៅដល់ប្រទេសចិននិងកូរ៉េខាងជើងយ៉ាងងាយស្រួលយោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី9ខែមីនាឆ្នាំ2026ក្រសួងការពារជាតិជប៉ុនបានប្រកាសថាមីស៊ីលថេប12ចំនួនថ្មីនឹងត្រូវដាក់ពង្រាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី31ខែមីនាខាងមុខនេះហើយមីស៊ីលនេះនឹងឧបករណ៍បាញ់ចេញជ្រោកនៅមូលដ្ឋានយោធាកែងគុនក្នុងទីក្រុងគូម៉ាតូម៉ូកាន់តែចាប់អារម្មណ៍ការដាក់ពង្រាយនេះគឺលឿនជាងផែនការដែលបានក្រុងទុកដល់ទៅជិត1ឆ្នាំដែលបង្ហាញពីស្ថានភាពកាន់តែក្តៅងំដោយរងើកភ្លើងក្នុងឡប្រសិនបើបាញ់ចេញពីមូលដ្ឋាននេះមីស៊ីលថេប12នឹងហោះទៅដល់ឆ្នេរសមុទ្រចិនខាងកើតរួមទាំងតំបន់នានានៅក្បែរកោះតៃវ៉ាន់ផងជាងនេះទៅទៀតប្រទេសកូរ៉េខាងជើងស្ទើរតែទាំងមូលក៏មិនអាចគេចផុតពីក្រញ៉ាំរបស់មីស៊ីលជប៉ុននេះដែរនេះបើយោងទៅតាម Japan Times ក្រសួងការពារជាតិជប៉ុននិយាយថាការដាក់មីស៊ីលនេះគឺជាផ្នែកមួយនៃសមត្ថភាពវាយតបតប្រសិនបើប្រទេសជប៉ុនឬក៏កោះណាមួយរបស់ខ្លួនត្រូវបានវាយប្រហារដោយសត្រូវក្បែរកាយការសម្រេចចិត្តរបស់ខ្លាដេកជប៉ុនកើតឡើងក្នុងពេលដែលភាពតានតឹងនៃសន្តិសុខនៅក្នុងតំបន់កំពុងតែកើនឡើងកងទ័ពចិនបានបង្កើនសកម្មភាពយោធាជុំវិញប្រជុំកោះរបស់ជប៉ុនដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានទេពីកោះតៃវ៉ាន់ខណៈដែលកូរ៉េខាងជើងក៏បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែរឥតឈប់ឈរក៏ប៉ុន្តែការបញ្ចេញជំនុំថ្មីរបស់ជប៉ុននេះក៏បង្កើតនូវការព្រួយបារម្ភពីប្រជាពលរដ្ឋក្នុងតំបន់ដែរអភិបាលក្រុងកូម៉ាតូម៉ូលោកកាស៊ីហ្វូមីអូនីស៊ីបាននិយាយថាប្រជាពលរដ្ឋជប៉ុនមានការព្រួយបារម្ភព្រោះផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរមូលដ្ឋានដាក់មីស៊ីលប្រភេទនេះអាចក្លាយទៅជាគោលដៅវាយតបប្រសិនបើចំនួនយោធាកើតឡើងទោះយ៉ាងណាការព្រួយបារម្ភនេះមិនអាចបង្ខំឲ្យជប៉ុនកាត់ចង្កូមដែលខំបណ្ដុះជាយូរឆ្នាំចេញនោះទេមីស៊ីលថ្មីនេះគ្រាន់តែជាផ្នែកតូចមួយនៃផែនការរបស់ជប៉ុននៅក្នុងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីរលាស់ស្បែកសន្តិភាពចេញងាកមកពាក់ស្បែកខ្លាច